មានបរមម្នាក់ហ្នឹងគាត់ឈ្មោះបរិបូរហើយគាត់អត់មានការងារធ្វើទេហើយគាត់បាទដើរតខ្យល់បាទដើរទៅដើរមកហ្នឹងទៅជួបជាមួយកន្លែងសួនសត្វមួយកន្លែងដែលគេយកសត្វហ្នឹងបាទយកទៅសម្ដែងឲ្យទស្សនិកជនមើលហើយដល់ពេលហើយគាត់ជួបជាមួយនឹងបាទលោកពូសន្តិសុខបាទគាត់ក៏ជំរាបសួរលោកពូសន្តិសុខតើនៅទីនេះមានការងារឲ្យខ្ញុំធ្វើទេលោកពូសន្តិសុខថាអើចំពាក់ហ្មងខ្លាឃ្មុំដែលសម្ដែងហ្នឹងវាទឹមតែងាប់ចឹងឯងគ្រាន់តែពាក់រូបខ្លាឃ្មុំឲ្យសម្ដែងឲ្យទស្សនិកជនមើលទៅអូខេហើយតែឯងយល់ព្រមនឹងការងារនេះទេបរិបូរក៏ប្រាប់ថាអូខេយល់ព្រមហើយគាត់ក៏បានចាប់ដៃគ្នាហើយទទួលការងារនឹងនៅស្អែកបាទស្អែកឡើងគាត់ក៏ពាក់រូបខ្លាឃ្មុំបាទលោតផ្លោះបាទឲ្យទស្សនិកជនគេមើលបាទលោតទៅលោតមកបាទឲ្យមានការចំណាប់អារម្មណ៍ពីទស្សនិកជនមែនតែនហើយគាត់ក៏បានចិត្តលោតទៅលោតមកផ្លាត់ស្នៀតធ្លាក់ចូលទៅក្នុងរូងខ្លាមានអីខ្លាលោបមកបរិបូរតែក៏ដោះមួកទេខ្ញុំមិនមែនជាខ្លាឃ្មុំទេខ្ញុំជាមនុស្សទេកុំស៊ីខ្ញុំអីជួយផងដល់ពេលខ្លាឃ្មុំលោបខ្លាក៏លោបមកថាឯងក៏មាត់អញក៏ពាក់រូបខ្លាមកដែរទៅពួកខ្លែងខ្លាយហ្នឹង